ជើងឡើងចាប់សាហាវនេះគឺជាផ្ទាំងបង្ហាញពីទីតាំងស្តង់នៅតាំងពីពណ៌ ចឹងនេះគឺជាសភៅទិវាអំណាចជាតិលើកទី11ដែលខ្ញុំបានទិញចឹងសភៅដំបូងគេហ្នឹងគឺស្នេហ៍ក្នុងគ្រោះថ្នាក់ដែលសរសេរដោយបងរ៉េតសូដាវ៉ាន់ហើយតោះគ្នាអាចមើលក្របបាននេះទៅគឺស្អាតមែនតែនខ្ញុំអានវគ្គ1ហើយវគ្គ2សម្រាប់ចិត្តទិញហ្មងចាហើយនេះបានសញ្ញាទៀតចាអូយរំភើបនេះអូតោះគ្នាទៅក្របហ្នឹងស្អាតខ្លាំងយកតែមែនតែនហ្មងអាចាតោះគ្នាអាចមើលបាននេះហើយគាត់ក៏មានថែម poster A4 ជាមួយនឹង sticker ហើយនឹង bookmark ចំនួន2ផងដែរចឹងចូលដល់សភៅទី2គឺស្នេហ៍សន្តិវង្សវគ្គ4អ្នកទាំងគ្នាជាវគ្គបញ្ចប់ខ្ញុំខលិសសភៅនឹងបានក្បាលទី3ហើយអាវគ្គ4នេះខ្ញុំអត់ទាន់ខ្វះវគ្គ1ទៀតហើយទាំងអស់គ្នាអើយមើលកម្រាស់មកអូយទៅរឿងនេះតាន់គ្រប់ភាគតែម្ដងចាគឺហើយសាច់រឿងវិញមិនមែនខ្ញុំបានអានត្រួសដែរហើយគាត់ក៏មាន free poster mini poster ជាមួយនឹង bookmark ដែរចាមើលអាយចង់អាយឡើងនេះសាចិត្តគ្រប់ collection អញ្ចឹងចូលដល់សភៅទី3សភៅទី3គឺមកពីខាងស្រាញ់សភៅថងស្រាញ់សភៅស្អាតមែនតើអ្នកគ្នាអញ្ចឹង plan របស់ខ្ញុំនឹងអត់បានថាចង់ទិញស្រាញ់សភៅទេដោយសារតែទឹកតកក់តែកណ្ដាលពងវគ្គ3ម្សិលមិញហ្នឹងប៉ុន្តែទៅដល់ឃើញគេ discount 3,000 រៀលចំពោះសភៅហ្នឹងហើយអា3,000 រៀលហ្នឹងមានសភៅច្រើនទៀតជាមួយនឹងតែកណ្ដាលវងវគ្គ1ដែរប៉ុន្តែតែកណ្ដាលវងវគ្គ1ខ្ញុំអានហើយគាត់ថាខ្ញុំបាត់សភៅហ្នឹងអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តយកកូនអុកសម្រាប់វគ្គ2ដោយសារអត់ទាន់បានអានទេហើយសំពោះសភៅនេះខ្ញុំ unboxing ហើយប៉ុន្តែខ្ញុំអត់បានថតវីដេអូ unboxing ទេទៅក៏ចង់ unboxing មួយគ្នានេះអូយប្រអប់គេស្អាតសាហាវដល់គ្នាមានដូងមាសដូងប្រាក់ហើយជែកប្រាក់ឡើងនឹកដល់កាលនៅក្មេងហ្មងហើយចែកថាទិញសភៅហ្នឹងគឺដោយសារតែតួស្រីពាក់ឈុតសម្លៀកបំពាក់រៀបការប្រពៃណីខ្មែរពីពីខ្មែរអញ្ចឹងណានេះថងកណ្ដាស់ unboxing ហើយគេមានថែម poster A4 តែខ្ញុំអត់បានបង្ហាញយកបិទជាងបាត់ហើយមាន poster ហើយជាមួយ bookmark ផងដែរនេះទូស្រីនោះស្អាតហ្មងឈុតនោះស្អាតខ្លាំងនេះមកសម្រាប់សភៅគេចាកែមសភៅស្អាតហ្មងណា Unexpected Couple ចឹងមានតែប៉ុណ្្នឹងទេអ្នកគ្នាសូអរគុណច្រើនបាយបាយ